តោះទឹកបេះដំណាំជាមួយអូននេះដើម្បីយកមកធ្វើម្ហូបឥឡូវនេះអូននេះកំពុងតែបេះជីនាងវងចាតែមើលការបេះទៅគឺមិនមែនបេះធម្មតាទេគឺបោចតែម្ដងចាអញ្ចឹងជីនាងវងនេះគឺយើងអាចយកទៅធ្វើម្ហូបបានច្រើនមុខចាអាចស្ងោរជ្រក់ក៏បានចាយើងធ្វើលក់ក៏បានហើយនេះជីខ្ញុំមកស្គាល់ថាជីអីដែរប៉ុន្តែវាឈ្ងុយដូចជីអង្កាមអញ្ចឹងប៉ុន្តែឆ្ងាញ់រសជាតិវានៅពេលដែលយើងញ៉ាំវានៅក្នុងមាត់ទៅគឺវាហឹលនិយាយទៅឆ្ងាញ់ហ្មងចាម៉ែគាត់ដាំល្អមែនតែនចាកាត់ញ៉ាំអត់តាន់ទេល្អហើយនិយាយទៅឈ្ងុយហើយឆ្ងាញ់និយាយទៅញ៉ាំទៅគឺវាប្រហើនៅក្នុងមាត់ណាបាញ់ដាក់ជាមួយនំបញ្ចុកទៀតរត់តែឆ្ងាញ់ហើយនិយាយទៅដាំមកជួនហ្នឹងបេះហូបអត់តាន់ទេច្រើនណាស់បាញ់ទៅទឹកទេអត់មានដាក់ជីដាក់អីទេចាគឺដាក់តែបាញ់ទៅទឹកហើយនឹងដាក់ជីអាចគោអីធម្មជាតិធម្មតានិយាយទៅធម្មជាតិពិតតែម្ដងចាឥឡូវមកដល់អូននីកំពុងតែបេះគ្រាប់ផ្កាចានិយាយទៅផ្ទះខ្ញុំសម្បូរផ្កាច្រើនព្រោះម៉ែគាត់ដាំអញ្ចឹងផ្កាអីក៏មានដែរតាហ្នឹងនៅផ្កាកញ្ចុំ100ទេប៉ុន្តែវាអត់ទាន់ធំទេព្រោះទៅព្រោះគ្រាប់អញ្ចឹងណាឥឡូវអូននីកំពុងបេះអាគ្រាប់ផ្កាអាហ្នឹងគេហៅផ្កាកញ្ចក់អីតាណាទេនិយាយទៅផ្កាវាទុយប៉ុន្តែគ្រាប់វាមានខ្មៅអញ្ចឹងណាហើយនិយាយទៅតាំងខ្ញុំមិនក៏ចូលចិត្តបេះគ្រាប់វាលេងយ៉ាងណាដល់ពេលបេះគ្រាប់វាលេងខ្ញុំមានអារម្មណ៍ថាគ្រាប់វាតុនហើយឥឡូវហ្នឹងអូននាងកំពុងតែបេះគ្រាប់ហ្នឹងដើម្បីយកអាគ្រាប់ទុំហ្នឹងយកបរិយាយនៅលើដីទៅដើម្បីឲ្យអាគ្រាប់ហ្នឹងនៅលើដីទៅវាដុះផ្កាហ្នឹងហើយឥឡូវមកដល់ត្រប់ពុជញងចាត្រប់ពុជញងនេះធ្វើម្ហូបអីក៏ឆ្ងាញ់ដែរអាចយកទៅស្លកកូក៏បានចាធ្វើជាលក់ក៏បានបើនាងខ្ញុំចូលចិត្តស្លកកូចូលចិត្តត្រប់នេះមែនតែនហើយមានតែមួយដើមទេប៉ុន្តែមួយដើមហ្នឹងមួយឆ្នាំជាងជិត2ឆ្នាំណាវាអត់ងាប់ទេដោយសារតែយើងចាក់ទឹករងថ្ងៃហើយយើងដាក់ជីធម្មជាតិដាក់អាចគោហើយពិសេសមួយទៀតគឺចាក់ទឹកនោមចាក់អីទៅគឺហើយនិយាយទៅទឹកដឹកដល់ផ្លែរហូតញ៉ាំសឹងតែមិនតាន់ចាផ្លែគឺផ្លែច្រើនមែនតើផ្លែតាំងចកោមហើយអ្វីដែលសំខាន់ណាស់សម្រាប់ខ្ញុំណាជីនឹងវងហ្នឹងបើខ្ញុំយកទៅញ៉ាំជាមួយនឹងបញ្ចុកគឺខ្ញុំចូលចិត្តខ្លាំងមែនតើឆ្ងាញ់មកដល់នេះគឺអូននីកំពុងតែបេះប៉េងប៉ោះចាម៉ាក់យាយគាត់ដាំចាម៉ាក់បេះប៉ោះប៉ុន្តែអាទុំម៉ាក់យាយបេះអស់ខ្លះហើយនៅតែខ្ចីនេះចាអូននីបេះអាធើធំចាប៉េងប៉ោះនេះក៏យើងយកធ្វើម្ហូបបានច្រើនដែរនិយាយទៅនៅក្នុងផ្ទះខ្ញុំហ្នឹងមានបន្លែមកសម្រាប់មកធ្វើម្ហូបមកញ៉ាំសម្រាប់គ្រួសារគឺមានច្រើនប្រភេទគួរសមដែរអាចជួយកាត់បន្ថយក្នុងការទិញណាចាព្រោះយើងដីរៀងតូចដែរអញ្ចឹងយើងដាំគិនលបងតែមានជីមានខ្ទឹមមានអីសពគ្រប់បែបយ៉ាងហ្នឹងទៅដើម្បីកុំឲ្យពិបាកទិញគេចាយើងទិញឯណាដែលយើងដាំអត់កើតដាំអត់បានទេតែកុំឲ្យយើងទិញទឹកអត់អញ្ចឹងណាយើងមានដីយើងដាក់ដាំទៅហើយវាទីមួយវាបង្កើតសោភ័ណភាពហើយទីពីរយើងអាចយកមកញ៉ាំបានទៀតវាចំណេញណានេះត្រប់ដាំត្រប់តែវាធំទេហើយខ្ញុំឲ្យនាបបេះស្លឹកខ្ទឹមចាតែមើលរូបភាពទៅមិនមែនបេះទេគឺបោចតែម្ដងចាឥឡូវផ្ទះខ្ញុំក៏មានដើមលៀបមួយដើមដែរធំគួរសមដែរហើយពេលដែលចាញ់ត្រួយគឺយើងអាចបេះយកធ្វើលក់ចាអាចញ៉ាំជាមួយនឹងទឹកគ្រឿងចានំបញ្ចុកឬក៏ប្រហុកប្រអកអីវាទៅឆ្ងាញ់តែម្ដងនេះធម្មជាតិពិតតែឃើញដីហុយបន្តិចព្រោះដោយសារថ្នល់ខាងមុខដីក្រហមដល់ពេលអញ្ចឹងវាដីក្រហមចានេះខ្ញុំបេះម្ដងតែយកទៅញ៉ាំជាមួយនឹងទឹកគ្រឿងឆ្ងាញ់ចានិយាយទៅលៀបនេះស្លឹកវារៀងធំដើមវាធំគួរសមដែរចិត្តដើមស្លាហ្នឹងដើមគួរសមដែរប៉ុន្តែវាអត់សូវចេញត្រួយបើរាល់ដងវិញគឺចេញត្រួយច្រើនណាស់តែថ្ងៃនេះអត់សូវចេញត្រួយខ្ញុំបេះតែខ្ចីអញ្ចឹងណាចាយកអាខ្ចីហ្នឹងយកមកញ៉ាំធ្វើលក់ចាឃើញវាល្អណានិយាយទៅអត់មានចត់អត់មានអីទេលៀបនេះអត់មានចប់អត់មានលៀបអីទេចាញ៉ាំទៅគឺឆ្ងាញ់ហើយចូលចិត្តខ្លាំងមែនតើនិយាយទៅវាលាស់រហូតដែរហ្នឹងវាលាស់រហូតចាព្រោះដោយសារតែយើងបាញ់ទឹកវារាល់ថ្ងៃកាលណាយើងបាញ់ទឹកវារាល់ថ្ងៃទៅវាល្អចាចេញទៅស្អាតនេះមានផ្កាអមតៈមានអីមានផ្កានិយាយទៅអ្នកម្ដាយខ្ញុំគឺគាត់ចូលចិត្តដាំផ្កាអីក៏មានបន្តែដោយសារទឹកដងគេខ្ញុំរៀងក្រហមណាដល់ពេលអញ្ចឹងវាដល់ពេលយើងបាញ់រាល់ថ្ងៃទៅបាញ់ទឹករាល់ថ្ងៃប៉ុន្តែវាធ្វើឲ្យអាជាតិក្រហមទឹកហ្នឹងវាកាន់ដើមឈើនេះដើមអនងនឹងមួទេតែមួយដើមទេប៉ុន្តែផ្លែពាត់ផ្កានឹងផ្លែហូបមិនតាន់ចាផ្លែហូបមិនតាន់តែនេះបេះអស់ម្សៅបន្តលើកមុនវិញថាផ្លែឡើងរណោងរនីលពេញនឹងតែម្ដងនោះនៅផ្លែទៀត អ
នេះទីនិយាយទៅមួយនឹងក៏កាត់ដែរប៉ុន្តែកន្លែងនេះក៏មានម្ដើមមួគ្រាប់ហើយខាងនោះបានម៉ែដាំច្រើនចាប៉ុន្តែឃើញវាធំល្អបែរទៅយកទៅស្រស់ញ៉ាំចាខ្ញុំចូលចិត្តណាស្រស់ឬក៏ត្រឡប់ខ្លាញ់ជ្រលក់ទឹកម្រេចអូយឆ្ងាញ់ខ្លាំងខ្ញុំចូលចិត្តឲ្យរឿងផ្ទីត្រឡប់ខ្លាញ់ហើយតកួនត្រឡប់អីនេះចាជ្រលក់ទឹកម្រេចអត់ដឹងថាអស់បាយអីបាយប្រហែលក៏អស់ហើយនេះមានទីតែម្ដងទេប៉ុន្តែកាត់បានឡើង 4-5 ធាងចំណេញនិយាយទៅវាមួចាអាដាំទៅវាអត់ទាន់ធំចាប៉ុន្តែយើងអាចយកមកផ្សាយផ្សំមិនមកបន្តិចនោះមកបន្តិចបានខ្លាយទៅជាបន្លែដែលយើងអត់ពិបាកអស់លុយទិញចាតែម្ដងឯងដល់ចំណេញបានច្រើនហើយខាងលើនោះមានផ្កាដល់ពេលវារៀងចាស់ទៅយើងយកផ្កាហ្នឹងយកគ្រាប់ផ្កាក្នុងគ្រាប់វាហ្នឹងយកទៅរោយនៅលើដីទៅវាដុះទៀតចានេះមកកញ្ច្រែងអរគុណជួបគ្នាវីដេអូក្រោយ